โดยដែលបានរៀបចំជាច្រើនឆ្នាំកន្លងមកដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំរថយន្តក្រុងចំនួន600គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026ចំនួន6ថ្ងៃដោយគិតចាប់ពីថ្ងៃទី12រហូតដល់ថ្ងៃទី17ខែមេសាឆ្នាំ2026ដោយក្នុងនោះ1សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ Airport Express Bus ដោយប្រើប្រាស់រថយន្តក្រុងចំនួន100គ្រឿងនិង2សេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនិងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញដោយប្រើប្រាស់រថយន្តក្រុងចំនួន500គ្រឿងដោយបែងចែកជាខ្សែរថធំចំនួន6គោលដៅព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរអាស្រ័យហេតុនេះសូមបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបនិងចូលរួមធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនានាតាមរយៈរថយន្តក្រុងរបស់រដ្ឋកោស្វ័យយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែមេសាឆ្នាំ2026ប្រកបដោយសុវត្ថិភាពនិងផាសុកភាពទាំងអស់គ្នា